សួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅចំណុចបន្តទៀតគឺរបៀបSEO ឯកសារបាទមេរៀនមុនយើងរៀនអំពី SEO អញ្ចឹងមេរៀនបន្ទាប់នេះយើងរៀនអំពីរបៀប SEO អញ្ចឹងខ្ញុំទៅបើកឯកសារដែលខ្ញុំបាន SEO ពីមុនបាទអញ្ចឹងយើងចូល File Explorer បន្តទៀតទាំងអស់គ្នាទៅរកទីតាំងដែលយើងទុកឯកសារកាលពីលើកមុនអញ្ចឹងទីតាំង document យើងចុចលើ document បាទហើយទាំងអស់គ្នាអាចចូលក្នុងប្រអប់ search នេះដើម្បីវាយឈ្មោះឯកសារដែលយើងបាន SEO បាទអញ្ចឹងខ្ញុំវាយឈ្មោះរបស់ខ្ញុំបាទហើយខ្ញុំចុចលើឯកសារបាទអញ្ចឹងយើង double click មកចុចលើឈ្មោះឯកសារហ្នឹងហើយនោះឯកសាររបស់យើងបាទនឹងបង្ហាញមកបែបនេះហើយអញ្ចឹងបើសិនជាតើគ្នាសរសេរឯកសារបន្តទៀតបាទឧទាហរណ៍ថាខ្ញុំសរសេរពាក្យនៅលើឯកសារហ្នឹងបន្តទៀតខ្ញុំសរសេរពាក្យថា school ចុះបាទអញ្ចឹងនៅពេលដែលខ្ញុំសរសេរ school ហើយបាទនៅពេលដែលខ្ញុំ SEO តើយើងចុច SEO ឬក៏យើងចុច SEO ធម្មតាបាទអញ្ចឹងកន្លែងនេះបាទយើងអត់ចាំបាច់ចុចលើ SEO ទេគឺយើងចុច SEO ធម្មតាជាការស្រេចបាទអញ្ចឹងមានថាឯកសារថ្មីគឺយើង SEO ឯកសារចាស់យើង SEO ធម្មតាបាទអរគុណ